រៀបចំដែនដីកំពុងសម្របសម្រួលដោះស្រាយនិងទទួលពាក្យស្នើសុំផ្ទេរកម្មសិទ្ធិដីធ្លីជូនអតិថិជនគម្រោងលេងនវត្រាព្រះប្រសពក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់បាននឹងកំពុងបន្តសម្របសម្រួលដោះស្រាយនិងទទួលពាក្យស្នើសុំផ្ទេរកម្មសិទ្ធិដីធ្លីពីសំណាក់ពុកម៉ែពូមីងបងប្អូនដែលជាអតិថិជនគម្រោងលេងនវត្រាព្រះប្រសពដែលមានទីតាំងស្ថិតនៅភូមិស្វាយនិងភូមិពោឃុំស្វាយពោស្រុកស្រីសន្ធរខេត្តកំពង់ចាមការទទួលពាក្យស្នើសុំផ្ទេរកម្មសិទ្ធិពីអតិថិជនមានរយៈពេល5ថ្ងៃចាប់ពីថ្ងៃទី21ដល់ទី24ខែមេសាឆ្នាំ2026នៅរៀងរាល់ម៉ោងធ្វើការនៅទីតាំងសាលប្រជុំ386ជាន់ទី1នៃទីស្តីការក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ជាមួយនឹងការសម្រេចបាននូវវឌ្ឍនភាពថ្មីៗក្នុងការដោះស្រាយបរិយាលេងនវត្រាសូមអរគុណដល់ក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ព្រមទាំងអាជ្ញាធរគ្រប់ជាន់ថ្នាក់ដែលបានជួយសម្របសម្រួលប្លង់ជូនអតិថិជនបុរីលេខនវត្រាស្របពេលបច្ចុប្បន្នក្រុមការងារបុរីក៏កំពុងតែទាក់ទងអតិថិជនដើម្បីធ្វើការដោះស្រាយបញ្ចប់ជាបន្តបន្ទាប់ជាមួយគ្នានេះបុរីក៏បានបញ្ជាក់ពីការស្វែងរកដំណោះស្រាយជាបន្តបន្ទាប់ក្រោមការសម្របសម្រួលរបស់ក្រសួងរៀបចំដែនដីអាជ្ញាធរពាក់ព័ន្ធដើម្បីបន្តសកម្មភាពការចាក់ដីការសាងសង់និងការប្រគល់ប្លង់រហូតបញ្ចប់គម្រោងទាំងស្រុង